សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងគូដូឬក៏ Detective Conan យើងបន្តទៀតតែមុននឹងបន្តសាច់រឿងថ្មីសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាតោះទៅតាមដានសាច់រឿងបន្ទាប់សាច់រឿងគឺចាប់ផ្ដើមឡើងនៅលើរថភ្លើងល្បឿនលឿនមួយដែលខណៈពេលនេះលោកកូកូរ៉ូបារ៉ានហើយនិងគូដូកំពុងតែធ្វើដំណើរឆ្ពោះទៅទីក្រុងក្យូតូដើម្បីចូលរួមពិធីមង្គលការរបស់មិត្តភ័ក្តិរបស់លោកកូកូរ៉ូហើយនៅក្នុងរថភ្លើងនោះផងដែរយើងក៏ឃើញថាមានមិត្តភ័ក្តិគូដូក៏បានមកចូលរួមជាមួយនឹងពួកគេផងដែរហើយភ្លាមៗគូដូក៏បានចេញទៅរត់លេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយក្នុងចិត្តគាត់គិតតែពីរឿងបរិសដែលដាក់ថ្នាំបំពុលគាត់ឲ្យក្លាយជាមនុស្សតូចនោះទេហើយចៃដន្យនោះក្នុងពេលដែលគាត់លេងនៅលើរថភ្លើងគាត់ក៏បានប្រទះភ្នែកជាមួយបរិសពីរនាក់ដែលពាក់អាវជិតឈឹងដោយទៅនឹងបរិសដែលដាក់ថ្នាំគាត់អញ្ចឹងតែគិតក្នុងចិត្តថាពីរនាក់នោះគឺជាអ្នកដាក់ថ្នាំគាត់នោះមិនបងអង្គយូរគូដូក៏បានសម្រេចចិត្តលួចតាមដានពួកគេដោយសម្ងាត់ហើយបន្ទាប់ពីពួកគេទាំងពីរនាក់នោះបានងើបចេញទៅគូដូបានប្រើស្ករកៅស៊ូដើម្បីបិទឧបករណ៍ស្ដាប់សំឡេងនៅខាងក្រោមកៅអីរបស់ជនអាវខ្មៅទាំងពីរនាក់នោះដែលឧបករណ៍ស្ដាប់សំឡេងនេះលោកសាស្ត្រាចារ្យអាកាសាបានធ្វើឲ្យគូដូជាពិសេសបន្ទាប់មកគូដូក៏បានជួបបរិសទាំងពីរនាក់នោះហើយពេលនោះគូដូបានដឹងថាតាមពិតទៅបរិសទាំងពីរនាក់នោះមិនមែនជាបរិសដែលដាក់ថ្នាំគាត់នោះទេបន្ទាប់មកគូដូក៏បានមកអង្គុយកន្លែងដើមរបស់គាត់វិញហើយគាត់ក៏បានលួចស្ដាប់ពួកគេទាំងពីរនាក់នោះនិយាយគ្នាតាមរយៈការស្ដាប់របស់គូដូបានដឹងថាគម្រោងដ៏កាចសាហាវមួយរបស់ពួកគេគឺពួកគេបានលួចព័ត៌មានសម្ងាត់អំពីមាសទៅកាន់អ្នកជំនួយម្នាក់នៅលើរថភ្លើងនេះដោយបន្លំប្រគល់វ៉ាលីដាក់ប្រាក់ប៉ុន្តែទីពិតនៅក្នុងវ៉ាលីនោះគឺជាក្របបែកដែលមានកម្លាំងផ្ទុះខ្លាំងក្លាហើយអ្វីដែលគួរឲ្យខ្លាចជាងនេះនោះគឺក្របបែកនឹងផ្ទុះភ្លាមៗនៅពេលដែលពួកគេចុះពីស្ថានីយ៍ហើយធ្វើការចុចតែទូរស័ព្ទទៅជនរងគ្រោះហើយគូដូពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឮពួកគេបានដាក់ក្របបែកនៅលើរថភ្លើងនេះយើងឃើញថារថភ្លើងក៏ដល់ចំណុចដែលត្រូវឈប់ហើយពួកគេទាំងពីរក៏ត្រូវដល់ពេលដែលចុះពីរថភ្លើងផងដែរក្រោយពីពួកគេចុះពីរថភ្លើងបាត់ទៅគូដូមានពេលត្រឹមតែ40នាទីប៉ុណ្ណោះដើម្បីស្វែងរកវ៉ាលីនោះមុនពេលដែលវាផ្ទុះហើយភ្លាមៗគូដូហើយនឹងមិត្តភ័ក្តិបានរត់ទៅកាន់ទូកៅអី VIP ហើយកំណត់មុខសញ្ញាបាន4នាក់ដែលមានវ៉ាលីស្រដៀងគ្នាដែលទី1គឺជាបងធំម្នាក់ទី2គឺជាលោកតាចាស់ម្នាក់ហើយទី3គឺជានារីម្នាក់និងចុងក្រោយគឺជាអ្នកជំនួញម្នាក់ហើយគូដូព្យាយាមដើរសួរនាំពួកគេម្ដងម្នាក់ប៉ុន្តែមិនមានអ្នកណាសហការឬនិយាយជាមួយគាត់ឡើយពីព្រោះគាត់នៅក្មេងនៅឡើយហើយក្នុងពេលនោះគូដូក៏បាននឹកឃើញពាក្យនិយាយរបស់ជនឧក្រិដ្ឋទាំងពីរនោះថាជនរងគ្រោះនឹងអាចមើលឃើញទេសភាពដ៏ស្អាតមុនពេលស្លាប់ហើយគូដូក៏បានចាប់អារម្មណ៍ថាស្ត្រីម្នាក់នោះបាននិយាយថាខ្លួនមើលឃើញភ្នំហ្វូជីប៉ុន្តែកៅអីរបស់នាងគឺនៅផ្នែកខាងត្បូងដែលមិនអាចមើលឃើញភ្នំបានទេនេះមានន័យថានាងបានក្រោកពីកៅអីដើម្បីទៅធ្វើការដោះដូរវ៉ាលីជាមួយនឹងពួកឧក្រិដ្ឋជនហើយគូដូក៏ប្រញាប់រត់ទៅរកស្ត្រីម្នាក់នោះភ្លាមប៉ុន្តែវាហាក់ដូចជាយឺតពេលទៅហើយព្រោះទូរស័ព្ទរបស់នាងបានរោឡើងហើយនាងបានលើទូរស័ព្ទដែលជាហេតុធ្វើឲ្យកន្លឹះក្របបែកចាប់ដើមដំណើរការនិងរាប់ម៉ោងថយក្រោយ10វិនាទីហើយក្នុងវិនាទីចុងក្រោយនៃការស្លាប់រស់គូដូបានសម្រេចចិត្តប្រើស្បែកជើងបង្កើនកម្លាំងដែលលោកសាស្ត្រាចារ្យអាកាសាបានធ្វើឲ្យហើយគូដូក៏ទាត់វ៉ាលីនោះបំបែកកញ្ចក់បង្អួចធ្លាក់ចេញទៅក្រៅរថភ្លើងហើយគ្រាន់តែទាត់ចេញក្រៅភ្លាមក្របបែកនោះក៏ផ្ទុះដែលធ្វើឲ្យអ្នកនៅក្នុងរថភ្លើងមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយហេតុការណ៍ផ្ទុះនេះក្រុមប៉ូលីសក៏បានមកដល់ហើយបានចាប់ខ្លួនជនសង្ស័យហើយទោះជាយ៉ាងណាគូដូត្រូវខកចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងថាបរិសុទ្ធទាំងពីរនាក់នោះមិនមែនជាអ្នកដាក់ថ្នាំគាត់ហើយពួកគេគ្រាន់តែជាឧក្រិដ្ឋជនដែលមានមុខដូចគ្នាតែប៉ុណ្ណោះចាប់ផ្ដើមថ្ងៃថ្មីនៅផ្ទះរបស់លោកកូកូរ៉ូថ្ងៃនេះមានគ្រូពេទ្យវេកម្មម្នាក់ដែលមានឈ្មោះថាអូហ្គាវ៉ាបានមកសុំជំនួយពីគាត់ហើយលោកគ្រូពេទ្យម្នាក់នេះបានជួបប្រទះរឿងរ៉ាវដ៏ចម្លែកមួយគឺជារៀងរាល់ខែក្នុងរយៈពេល2ឆ្នាំមកនេះមានមនុស្សអាថ៌កំបាំងម្នាក់បានផ្ញើប្រាក់ចំនួន24,000 យ៉ែនព្រមទាំងប្រដាប់ប្រដាក្មេងលេងមកឲ្យគាត់ជានិច្ចប៉ុន្តែនៅក្នុងខែចុងក្រោយនេះអ្វីបានផ្លាស់ប្ដូរព្រោះគេបានផ្ញើជាផ្កាដែលមានអត្ថន័យមិនល្អហាក់ដូចជាការគំរាមកំហែងទៅវិញខណៈពេលដែលលោកកូកូរ៉ូកំពុងតែសប្បាយចិត្តនឹងរាប់លុយថ្លៃឈ្នួលនោះគូដូបានចាប់អារម្មណ៍ទៅលើប្រដាប់ក្មេងលេងដែលគេផ្ញើមកគូដូបានពិនិត្យឃើញថារបស់លេងទាំងនោះមិនមែនជារបស់លេងថ្មីទេវាមានស្នាមឆ្កូតនិងស្នាមម្រាមដៃហើយនៅពេលដែល scan barcode ទៅគឺវាជារបស់ដែលគេទិញតាំងពីប្រហែលឆ្នាំមុនមកម្លេះហើយគូដូក៏បានសន្និដ្ឋានថារបស់ទាំងនេះគឺជាកេរដំណែលរបស់ក្មេងដែលបានស្លាប់ទៅបន្ទាប់មកពួកគេក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលឯកសាររបស់អ្នកជំងឺរបស់លោកអូហ្គាវ៉ាហើយពេលពួកគេទៅដល់ក៏មានអ្នកផ្ញើផ្កាមួយទុកឲ្យលោកអូហ្គាវ៉ាផងដែរបន្ទាប់មកពួកគេក៏បានស៊ើបអង្កេតលើឯកសារចាស់ៗរបស់មន្ទីរពេទ្យពួកគេបានរកឃើញថាកាលពី3ឆ្នាំមុនមានក្មេងប្រុសម្នាក់ឈ្មោះថាថូម៉ាយ៉ាបានស្លាប់ដោយសារជំងឺក្រោមការវះកាត់របស់លោកគ្រូពេទ្យអូហ្គាវ៉ានេះឯងហើយគូដូបានសន្និដ្ឋានថាឪពុករបស់ក្មេងនោះមានការឈឺចាប់យ៉ាងខ្លាំងហើយបានផ្ញើលុយនៅរបស់លេងទាំងនេះមកដើម្បីឲ្យលោកគ្រូពេទ្យចិញ្ចឹមបីបាច់កូន
ប៉ុន្តែចំណុចដ៏គួរឲ្យភ័យខ្លាចនោះគឺកូនប្រុសរបស់លោកគ្រូពេទ្យឈ្មោះថាយូតាឆ្នាំនេះមានអាយុ5ឆ្នាំហើយដែលជាអាយុដូចគ្នាទៅនឹងក្មេងដែលបានស្លាប់កាលនោះដែរនេះមានន័យថាឃាតករមានបំណងចង់សម្លាប់យូតាដើម្បីជាការសងសឹកឲ្យកូនរបស់ខ្លួនវិញនៅថ្ងៃខួបស្លាប់របស់កូនដែលត្រូវនៅថ្ងៃនេះតែម្ដងដែលភ្លាមៗលោកកូកូរ៉ូបានសួរលោកអូកាវ៉ាថាតើកូនរបស់លោកនៅទីណាហើយលោកអូកាវ៉ាក៏បានប្រាប់ថានៅសាលាហើយលោកអូកាវ៉ាក៏បានទៅកាន់សាលាប៉ុន្តែខាងសាលាបានឆ្លើយប្រាប់ថាមាននរណាយកកូនរបស់គាត់ចេញទៅបាត់ហើយដោយដឹងស្ថានភាពមិនស្រួលពួកគេទាំងអស់គ្នាក៏បានប្រញាប់ប្រញាល់រត់ទៅកាន់សាលារបស់យូតាខណៈពេលនោះគូដូបានព្យាយាមរកមើលទីតាំងហើយដឹងថាពួកគេនៅសួនច្បារក្បែរមន្ទីរពេទ្យនៅពេលទៅដល់ពួកគេឃើញឃាតករកំពុងឈរពីក្រោយយូតាជាមួយនឹងកាំបិតដ៏មុតស្រួចក្នុងពេលដែលយូតាកំពុងតែឈរលេងយ៉ាងសប្បាយហើយខណៈពេលនោះគូដូក៏បានឃើញក្មេងពីរនាក់កំពុងតែលេងបាល់បន្ទាប់មកគាត់ក៏បាន activate ស្បែកជើងកម្លាំងរបស់គាត់បន្ទាប់មកគូដូបានតបបាល់មួយទំហឹងដើម្បីទៅរារាំងជនឧក្រិដ្ឋ ហើយខណៈពេលនោះលោកកូកូរ៉ូហើយលោកអូកាវ៉ាបានព្យាយាមរត់ទៅនិយាយសម្របសម្រួលជាមួយជនសង្ស័យដើម្បីកុំឲ្យជនសង្ស័យសម្លាប់នគររបស់គាត់ខណៈពេលនោះឃាតករបានសារភាពទាំងកំហឹងថាលោកគ្រូពេទ្យអូកាវ៉ាមិនយកចិត្តទុកដាក់ទៅធ្វើឲ្យកូនគាត់ស្លាប់បែបនេះប៉ុន្តែការពិតត្រូវបានលាតត្រដាងនៅពេលដែលលោកគ្រូពេទ្យអូកាវ៉ាបានប្រាប់ថាខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយជារៀងរាល់ឆ្នាំខ្ញុំតែងតែផ្ញើផ្កានិងការជូនពរទៅភ្នូរកូនរបស់លោកជានិច្ចមិនដែលខានទេក្រោយពេលដឹងការពិតនិងការយល់ច្រឡំជនសង្ស័យបានសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួនហើយរឿងក្តីនេះបញ្ចប់ដោយគ្មាននរណាម្នាក់រងគ្រោះថ្នាក់អ្វីឡើយប៉ុន្តែបន្សល់ទុកនូវភាពសោកសៅនឹងហើយអ្នកទាំងអស់គ្នាភាគថ្មីនេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយបើមើលមកដល់នេះហើយសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅភាគក្រោយៗទៀតបាយបាយ